ឥឡូវយើងឃើញថានៅកម្ពុជាក្រោមមានប្រសង់មានវត្តនោះមិនមែនជាការចិត្តល្អរបស់អាជ្ញាធរវៀតណាមទេមិនមែនជាការដាក់ទានរបស់គេទេគឺការតស៊ូរបស់វីរបុរសយើងច្រើនណាស់ស្លាប់ច្រើនណាស់ទាំងប្រសង់ទាំងក្រហមដូច្នេះយើងខ្ញុំដែលរស់រានមានជីវិតហើយកើតមកលើទឹកដីទោះបីគេយកក៏ពិតមែនប៉ុន្តែនៅតែរក្សាអត្តសញ្ញាណខ្មែរបានអញ្ចឹងយើងត្រូវតែដឹងគុណដល់អ្នកទាំងអស់ហ្នឹងសូម្បីអុកញ៉ាសឿនគុយសុកចិត្តចូលខ្លួនឲ្យយួនកាត់កទាំងរស់ជាធ្នូដើម្បីទុកព្រះពុទ្ធសាសនានិងជាតិខ្មែរឲ្យគង់វង្សហើយខ្ញុំក៏ដែរតែនិយាយថាបើខ្មែរក្រមខ្លាចយួនដូចនៅអញ្ចឹងណាគ្មាននៅរងថ្ងៃទេវត្តខ្មែរក្រមប្រសង់ខ្មែរក្រមមាននៅរងថ្ងៃនេះទេអស់ហើយលាអស់ហើយបើខ្លាចយួននៅនេះណាអាយួននៅស្រុកយួនទៅមកដល់ស្រុកខ្មែរលើដីខ្មែរខ្លាចយួនដែរដោយសារយើងបានរំលឹករឿងទាំងអស់ហ្នឹងឲ្យបងប្អូនឲ្យបដិជគុណគ្រប់អង្គបានដឹងបានយល់អំពីប្រវត្តិសាស្ត្រឲ្យការចងចាំមនុស្សលោកកើតរោគបេះដូងឈឺចាំក្នុងទ្រូងព្រោះវិបត្តិស្នេហាប្រពន្ធបន្តងប្តីថាក្បត់ចិត្តស្រីលុយទៅរៀបការខ្លាចហើយរៀងហើយជៀនក្រោយកុំយល់ប្រុសចិត្តសាវាក្នុងជាតិនេះស្ដាយណាស់មកបាំងលើប្តីមានក្តីមេត្តារងខ្លាំងបន្តស្ត្រីថាចិនទី3ព្រួលប្រែសាវាខំណាំងស្ទូលេបថ្នាំរងចាំក្តីស្លាប់ឲ្យផុតលោកាមានរឿងលេងឡើងសុនតែវិបត្តិស្នេហាការកំហុសតសាធ្លាក់លើអ្នកណាបើតាមការស្មានអ្នកខ្លាំងចង់ហាមកជេរព្រមលិខិតដែលគេក៏រុំគ្រប់ប្រានខ្លួនឯងខុសពិនចង់គូមិនកិនល្អិតអន់តាមដានមុននឹងរើសគូត្រូវប្រាល់ពេលយូរមើលផៅសន្តានកុំប្រថុយស្មាននាំតែខកប្រានអស់មួយជីវិតមនុស្សលោកកើតរោគបេះដូងឈឺចាំក្នុងទ្រូងព្រោះវិបត្តិស្នេហាប្រពន្ធបន្តងប្តីថាក្បត់ចិត្តស្រីលុយទៅរៀបការខ្លាចហើយរៀងហើយជៀនក្រោយកុំយល់ប្រុសចិត្តសាវាក្នុងជាតិនេះស្ដាយណាស់មកបាំងលើប្តីគ្មានក្តីមេត្តារងខ្លាំងបន្ត